មកវិទ្យាស្ថានជាសិទ្ធិអាយដើម្បីស្ដាប់គោលការណ៍សាលានិងការចុះឈ្មោះចូលរៀនជូនកូនមកចុះឈ្មោះតាក់ពាក្យរៀននៅវិទ្យាស្ថានខ្ញុំជឿថាពេលដែលគាត់ចូលរៀនវគ្គបណ្ដុះបណ្ដាលនេះហើយវគ្គជំនាញនៅវិទ្យាស្ថាននេះគាត់នឹងផ្លាស់ប្ដូរគាត់ចំណេះដឹងគាត់កាន់តែកើនចាហើយគាត់នឹងមានភាពក្លាហានហើយការងារគាត់ច្បាស់លាស់ជាងមុនសួរដល់លោកមីឡងនេះបានចំណាយពេលវេលាសម្រាប់ការចូលរួមថ្ងៃនេះបាទដើម្បីរៀនមកស្ដាប់ទៅដល់នឹងវិន័យសាលាហើយមុននឹងយើងសម្រេចចិត្តនឹងការចុះឈ្មោះចូលរៀនយើងអាចធ្វើការពិចារណាសិនអញ្ចឹងណាបាទឈ្មោះនុកប៊ុនរីមកពីខេត្តកោះកុងទីនៅបច្ចុប្បន្ននៅស្រុកស្រែអំបិលនាងខ្ញុំឈ្មោះណារងពេជ្របញ្ញាមកពីខេត្តកោះកុងរៀននៅវិទ្យាល័យស្រែអំបិលខ្ញុំដឹងពីអាហារូបករណ៍នៅវិទ្យាស្ថាននេះតាមរយៈសាលាស្រុកស្រែអំបិលពេលហ្នឹងគឺគាត់ចែកខិត្តប័ណ្ណអ្នកធ្វើការនៅសាលាស្រុកដើម្បីដាក់ពាក្យកូនហ្នឹងក្នុងមួយស្រុក10នាក់ហើយក្នុងស្រុកខ្ញុំហ្នឹងដាក់ដែរបាន5នាក់ប៉ុន្តែធ្វើតេស្តទៅជាប់កូនស្រីបាន1នាក់គ្រាន់តែឮគាត់ប្រាប់ភ្លាមរៀងឆ្ងល់មានឆ្ងល់រៀងច្រើនដែរព្រោះអីខាងសាលាក៏គាត់ធ្លាប់ផ្ដល់អាហារូបករណ៍ច្រើនមកពីសាលាច្រើនតែថាចាប់អារម្មណ៍ខាង CGTI ច្រើនជាងគេដោយសារគាត់ដល់ very special package គាត់អាចបរៀនភាសាបរៀនជំនាញហើយនិងកុំព្យូទ័រដែរឥឡូវការងារដែលគេតម្រូវការច្រើនបាត់ឈ្មោះហៀងរដ្ឋាសុខកំណើតមកពីកងវិស័យភូមិតំពាំងត្រាច់សុខកងវិស័យខេត្តកំពង់ស្ពឺខ្ញុំឈ្មោះហើយចណូមកពីខេត្តកំពង់ស្ពឺរៀននៅវិទ្យាល័យព្រះបិតាឯករាជ្យខ្ញុំដឹងដំណឹងពីវិទ្យាស្ថាន JCTI ពីម៉ាក់និងលោកគ្រូគាត់ចុះប្រាប់ពីអាហារូបករណ៍តាមសាលានៅវិទ្យាស្ថាននេះមានលក្ខខណ្ឌល្អមានកន្លែងស្នាក់នៅមានអាហារូបករណ៍ 100% នឹងហើយពេលកូនរៀនចប់វិទ្យាស្ថាននេះគាត់អាចរកការងារឲ្យកូនបានធ្វើតាមលឺទៅនឹងអត់សូវទុកចិត្តដែរទេតែដល់ពេលមកផ្ទាល់នៅឃើញថាវិទ្យាស្ថាន CI នេះអាចទុកចិត្តបានទី1គាត់ផ្ដល់អាហារ2ពេលអាហារសម្រន់និងអាហារថ្ងៃត្រង់ហើយមានកន្លែងស្នាក់នៅល្អសមរម្យពេលដែលមិនតាន់បានមកដល់គិតថាមិនដឹងយ៉ាងម៉េចទេបើសិនជាមកដល់ពេលមកដល់ CI នេះគឺថាក្តីបារម្ភទាំងប៉ុន្មានអស់លេងទៅសារទី1ជួបគ្រូទេសគាត់បញ្យល់ច្បាស់លាស់ហើយគាត់និយាយអត់មានឲ្យយើងមានចម្ងល់ទេឲ្យយើងទុកចិត្តនៅវិទ្យាស្ថាននេះដល់ពេលម៉ោងអាហារសម្រន់និងអាហារពេលថ្ងៃត្រង់គឺល្អបើកំពុងពេលកូនជាប់ពីវិទ្យាស្ថានទៅគាត់ទៅចូលធ្វើការអានឹងអាចមានបទពិសោធន៍តខ្លួនឯងនឹងទៅអបបទពិសោធន៍កន្លែងការងារគាត់ចោះទៅធ្វើវាអាចមានបទពិសោធន៍ខ្ពស់ព្រោះគាត់យើងចូលសាលាវឹកវើវាគ្រាន់បើជាងអ្នកអត់ចូលរៀនអញ្ចឹងខ្ញុំជឿថាពេលដែលគាត់ចូលរៀនវគ្គបណ្ដុះបណ្ដាលនេះហើយវគ្គជំនាញគាត់នឹងផ្លាស់ប្ដូរគាត់ចំណេះដឹងគាត់កាន់តែកើនជំនាញគាត់ក៏ពិតប្រាកដគឺគាត់ចេះពិតការងារក៏ច្បាស់លាស់ប្រាក់ខែសម្រាប់អនាគតគាត់គឺមានមិនចាំបាច់ពឹងផ្អែកលើគ្រួសារទេនៅក្នុងនាមខ្ញុំជាអាណាព្យាបាលមនុស្សខ្ញុំសូមផ្ដាំបញ្ញាថាបើសិនជាមានឱកាសរូបករណ៍ 100% នេះគួរតែកុំរំលងបើសិនជាបានជាប់ហើយកុំបោះបង់ធ្វើម៉េចជំរុញកូនឲ្យគាត់រៀនដើម្បីអនាគតកូននិងយើងក៏ជាអាណាព្យាបាលយើងក៏ធូរស្បើយពីការគិតពីគាត់ដោយសារគាត់ចេះជំនាញច្បាស់លាស់ជាចុងក្រោយខ្ញុំមានយោបល់បន្តិចតួចដែរគាត់ថាសូមដល់អាណាព្យាបាលសិស្សទាំងអស់ដែលគាត់រៀនចប់នៅទី2ដែលអត់មានលទ្ធភាពបញ្ជូនកូនទៅរៀននៅសាកលវិទ្យាល័យឬក៏សាលាល្អៗទៅមុខចាប់ជំនាញនៅស្ថាន CI នេះដែលល្អបាទ
មានឱកាសការងារច្រើន